បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទចឹងនេះក៏មកដាក់បាយមាន់បាយទាពេលព្រឹកបាទមុនទៅធ្វើការណាបាទចឹងខ្ញុំក៏ដាក់ឲ្យអស់ហើយបាទនេះទារបស់យើងបាទគឺល្អមែនទែនបងប្អូនបាទហើយគួរស្ដាយមែនទែនបងប្អូនបាទពីមុនប្រហែលថ្ងៃមុនខ្ញុំថាចង់បរិយាការចំមាន់បាទបន្ថែមកូនមាន់អីចឹងណាបាទតែឥឡូវចាប់ដើមទៀតហើយបាទប្រទេសជាតិយើងកំពុងតែរញ៉េរញ៉ៃទៀតហើយបាទជាពិសេសគឺញបងប្អូននៅជាយដែរបងប្អូនបាទជាដែនថៃខ្មែរហ្នឹងបាទហើយជាពិសេសគឺនៅមជួរប្រាសាទតាកបីបាទប្រាសាទខ្នាបាទគឺថៃដាក់គេចង់វាយយោបងប្អូនបាទចង់វាយយោនៅប្រាសាទពីរហ្នឹងដែលខ្ញុំបាននិយាយមិញហ្នឹងប្រាសាទតាកបីប្រាសាទខ្នាបាទអញ្ចឹងវាធ្វើឲ្យនៅខាងជំនាញខាងខ្ញុំនេះគឺវារៀងអសន្តិសុខទៀតហើយបងប្អូនបាទមិនដឹងថាផ្ទុះថ្ងៃណាទេបាទហើយពីម្សិលមិញថ្ងៃទី11បាទ11ខែ11យើងហ្នឹងបាទឃើញថាថៃវាឡើងមករោរឿងយើងច្រើនដែរបងប្អូនបាទហើយកងកម្លាំងយើងក៏ការពារបាទការពារដីរបស់យើងបាទហើយក៏វាឡើងកម្ដៅបងប្អូនបាទឡើងកម្ដៅប៉ុន្តែមិនតាន់ជាផ្ទុះទេបាទប៉ុន្តែជាជនបាទនៅបែកខាងនេះអ្នកនៅជាប់ព្រំដែនតែម្ដងបាទគឺជំនះខ្លះហើយបងប្អូនបាទជំនះខ្លះហើយបាទអញ្ចឹងវាពិបាកមែនទែនបាទគឺចោលសៀមហ្នឹងគឺពិបាកទុកចិត្តមែនទែនបងប្អូនបាទដំបូងខ្ញុំគិតថាសន្តិភាពហើយបាទបន្ទាប់ពីយើងមានកិច្ចព្រមព្រៀងសន្តិភាពបាទដែលមានប្រទេសអាមេរិកបាទដូណាល់ត្រាំហើយនិងម៉ាឡេស៊ីបាទដែលគាត់ធ្វើជាសាកសីណាបាទសាកសីនឹងការចុះកិច្ចព្រមព្រៀងសន្តិភាពហ្នឹងប៉ុន្តែឥឡូវដល់ឥឡូវគឺថៃច្រានចោលបងលុបចោលហ្មងបាទលុបចោលឆ្អីកតោភាគីហ្មងបាទគឺវាខ្លាំងហ្មងប្រទេសហ្នឹងបាទមិនដឹងយ៉ាងម៉េចគឺគេខ្លាំងតែម្ដងបាទគឺគេលុបចោលឆ្អីកតោភាគីបាទអញ្ចឹងមានន័យថាគេចង់ធ្វើសង្គ្រាមបន្តទៀតបងប្អូនបាទហើយគោលដៅគេចង់បានប្រាសាទ2បាទគឺប្រាសាទខ្នានិងប្រាសាទតាកបីប៉ុន្តែប្រាសាទតាកបីខ្ញុំអត់ដែលបានឡើងទេបាទប៉ុន្តែបើប្រាសាទខ្នាខ្ញុំធ្លាប់ឡើងបងប្អូនបាទប្រាសាទខ្នានិយាយត្រង់ទៅគឺចូលដីខ្មែរយើង 100% តែម្ដងណាបាទវាអត់មានថៃអីមកណាថាដីវាទេហើយប្រាសាទខ្នាស្អាតដែរបាទវាមិនជាស្អាតប្រាសាទទេតែគាត់ថាទីតាំងរបស់វាខ្ពស់បងប្អូនខ្ពស់ពេលយើងឡើងទៅដល់លើយើងមើលមកដល់ទឹកដីខ្មែរយើងបាទឃើញច្បាស់ចេះបាទគឺទឹកដីខ្មែរយើងកន្លែងក្រុងសំរោងហ្នឹងណាបាទឃើញច្បាស់មែនទែនបាទអញ្ចឹងវាទីតាំងស្អាតហើយក៏ទីតាំងខ្ពស់ដែរបាទអញ្ចឹងបានគេចោលសៀមវាចង់បានណាវាចង់បានកន្លែងទីតាំងខ្ពស់បាទអញ្ចឹងមិនដឹងវាយកធ្វើអីទេបាទអញ្ចឹងចាំមើលសិនបាទចាំមើលថ្នាក់លើយើងសិនបាទរដ្ឋាភិបាលយើងឬកងកម្លាំងយើងមិនដឹងថាទប់ជាប់ឬអត់ទេបាទប៉ុន្តែបច្ចុប្បន្ននេះគឺអ្នកដែលរងគ្រោះបំផុតគឺអ្នកនៅជាជ័យដែរនឹងឯងបងប្អូនបាទហើយជាពិសេសមួយទៀតនោះគឺកសិករបងប្អូនបាទកសិករឥឡូវយំលេងចង់ចេញហើយមួយភ្នែកលេងចោលមកហើយបងប្អូនបាទសារស្រូវអត់ទាន់ច្រូតអស់ទេបាទច្រូតបានថាជា20-30% តែប៉ុណ្្នឹងឯងបាទអត់ទាន់អស់ស្រូវទេណាបាទខ្ញុំស្មានទៅថាជា30-40% ហ្នឹងឯងបាទគឺយើងច្រូតបានបាទប៉ុន្តែភាគច្រើនគឺនៅអត់ទាន់បានច្រូតបាទដោយសារបញ្ហាទឹកបាទទឹកក៏ច្រើនទៀតឆ្នាំនេះបាទទឹកលិចស្រូវអស់ច្រើនហើយបាទទឹកភាគច្រើនគឺលិចវាមិនលិចឲ្យខូចទេប៉ុន្តែគាត់ថាវាលិចបបាទឹកណាបាទអញ្ចឹងគឺយើងច្រូតក៏ច្រូតពិបាកបាទហើយច្រូតក៏វាធ្វើឲ្យស្រូវយើងខូចខាតច្រើនដែរបាទហើយស្រូវខ្លះទៀតទៅបញ្ចេញបងប្អូនទៅបញ្ចេញខ្លះទៀតទៅមូដើមមិនមូដើមទេមួយស្រូវទៀតវារៀងចិត្តទុំហើយវារៀងស្គីលហើយបាទអញ្ចឹងយើងអត់តន់ច្រូតកើតណាបាទហើយបើសិនជាផ្ទុះគ្នាក្រាំងភ្លៀងបាទគឺស្រូវអស់ហ្នឹងគឺសិតទៅចោលហើយបងប្អូនបាទមិនអាចមានណាធ្វើអីកើតទេបាទឥឡូវនេះមានមិនសិនច្រូតអីខ្លះគេមកច្រូតវាមកអីចឹងណាបាទប៉ុន្តែបើសិនជាផ្ទុះទៅគ្រឿងភ្លៀងបាទមិនសិនច្រូតអីទាំងអស់ហ្នឹងមានណានៅទេបាទហើយទោះបីច្រូតបានក៏គ្មានអ្នកទិញដែរបាទអ្នកទិញក៏មិនហ៊ានចូលដែរបងប្អូនហ្នឹងហើយអញ្ចឹងវាពិបាកបងប្អូនដំបូងខ្ញុំគិតថាសន្តិភាពហើយបាទយើងចង់បរិយាកាសចំសัตว์ចំអីឡើងវិញបាទហើយយើងពង្រឹងឲ្យវាបានច្រើនណាបាទប៉ុន្តែជាក់ស្ដែងវាឥឡូវនេះតាំងពីថ្ងៃទី10បងប្អូនទី10ខាងថៃគេលុបចោលកិច្ចព្រមព្រៀងសន្តិភាពហ្នឹងមកគឺស្ថានភាពជីដាប់របស់យើងគឺចាប់ផ្ដើមក្តៅតែម្ដងបងប្អូនក្តៅគ្រប់កន្លែងបាទ
ហើយបងប្អូនបានឃើញ Facebook ấyបាទឃើញប្រព័ន្ធផ្សព្វផ្សាយấyបាទគឺថៃនិងខ្មែរគឺប៉ះនឹងកិច្ចគ្នាសម្ដីគ្នាច្រើនដែរបាទទៅនឹងទាហានណាបាទអញ្ចឹងវាតាខ្ញុំស្មានឬក៏តាខ្ញុំគិតទៅប្រហែលជាมันអាចជៀសផុតទេបាទសង្គ្រាមជាលើកទី2បាទហើយលើកទី2នេះបើចិត្តថាស្មានរបស់ខ្ញុំប្រហែលជាមិនតូចទេបងប្អូនអាចនឹងទ្រង់ទ្រាយធំបាទអញ្ចឹងវាពិបាកមែនទែនបាទអញ្ចឹងមិនដឹងថាថ្ងៃណាបានសុខស្រួលទេបងប្អូនអើយបាទអញ្ចឹងពីខាងខ្ញុំនេះអ្នកជិះដែនបានឃើញបងប្អូនខ្លះជាលះខ្លះហើយបាទគឺភូមិដែលជាប់នឹងស្ដាប់តាកបីណាបាទគឺគេជំលៃគេឲ្យជំនះចេញណាបងបាទរត់ខាងមេភូមិឲ្យជំនះចេញខ្លះហើយប៉ុន្តែបើខាងខ្ញុំនេះវិញគឺខ្ញុំឆ្ងាយដែរខ្ញុំ10គីឡូជាងអីអត់ទាន់ជំនះអីទេបងប្អូនបាទអត់ទាន់ទេប៉ុន្តែបើខាងគេចិត្តដូចជានិយាយឆ្លងតែផ្លូវមួយដល់ភ្នំបងជើងភ្នំហ្នឹងបាទគឺគេឲ្យជំនះហើយបាទខ្លាចមានការផ្ទុះអីចឹងយើងរត់អត់ទាន់អីចឹងណាបាទហើយបងប្អូនខ្លះទៀតគឺជំលះបងប្អូនតែស្រូវស្រែគឺនៅពេញតែស្រែដែរបាទចឹងគេធ្វើមិនទេបាទសម័យនេះហើយបាទបើវាផ្ទុះហើយយើងមិនអាចយកអីបានទេបងប្អូនបាទយកបានត្រឹមតែខោអាវcùngអាវ៉ាន់សំខាន់ខ្លះតែប៉ុណ្្នឹងឯងបាទតែបើដីស្រែនិងស្រូវអីដែលនៅក្នុងស្រែហើយយើងទៅយកមិនបានបងប្អូនបាទចឹងវាពិបាកដែរមិនថាតើអ្នកនៅជាយដែនទេទៅបើតែខ្ញុំនៅខាង10គីឡូជាងពីជាយដែននេះក៏នៅទៅភ័យដែរបាទភ័យគេបងប្អូនភ័យទី1គឺមន់ទានេះឯងបងប្អូនមិនដឹងវាយកទៅណាទៅណីទេឥឡូវមន់ទាយើងទួយដែរបងប្អូនគេទួយហ្នឹងចឹងមកផ្ទុះក្រាំងមកវាបីថាអូថាបើសិនតែយើងត្រូវរត់ចេញគឺមន់ទាយើងគឺនៅមិនដឹងណាអ្នកមើលទេបងប្អូនបាទចឹងមានតែប្រឡែងចោលហើយបើសិនជាមានហេតុការណ៍នឹងមែនដាក់វាចុះដីប្រឡែងចោលតែម្ដងបាទម្ចាស់ប្រហែលជាអាចនឹងជំនះទៅកន្លែងសុវត្ថិភាពហើយបាទតែមន់ទាមានតែប្រឡែងចោលហើយបងប្អូនបាទហ្នឹងធ្វើមិនទេបាទសម័យសង្គ្រាមមានតែបែបហ្នឹងយើងមិនអាចយកទៅបានទេបងប្អូនបាទតែមន់ខ្ញុំអត់សូវច្រើនទេបងតិចតួចដែរទេប៉ុន្តែគាត់ថាយើងស្ដាយណាអ្វីដែលយើងធ្លាប់យើងធ្លាប់មើលថែហើយណាបាទប៉ុន្តែបើក្លាក់សាក់នឹងមកដល់យើងមានតែបង្ខំចិត្តទុកវាចោលឡើងបងប្អូនបាទមិនអាចយកទៅកើតទេបាទអូខេបងប្អូនបាទអានេះគឺជាសារមួយពីខ្ញុំដែរទេហើយក៏ខ្ញុំមើលព័ត៌មានដូចគ្នាទេបងប្អូនបាទមិនមានអ្វីជាទៅដល់ផ្ទាល់ទេបងប្អូនមកអត់បានទៅតផ្ទាល់ទេបាទគាត់ថាយើងស្ដាប់ព័ត៌មានពីគេបាទហើយពិសេសគឺជាជននៅខាងជីដែននឹងឯងមកយើងដឹងព័ត៌មានខ្លះទៅហើយគាត់ពាក្យចន់បងប្អូនតាមជីដែនគាត់មានប្តីទាហានកូនទាហានអីចឹងណាបាទអញ្ចឹងគាត់ដឹងព័ត៌មានច្រើនដែរបាទទៅនឹងពុនដែរណាបាទនឹងអញ្ចឹងមានន័យថាសរុបសេចក្តីមកបាទគឺស្ថានភាពយើងកំពុងតែក្តៅបាទក្តៅហើយភុយស្រួយបាទភុយស្រួយមិនដឹងថាផ្ទុះថ្ងៃណាទេបាទប៉ុន្តែតាមខ្ញុំសង្ឃឹមខ្ញុំគិតថាអាចនឹងឲ្យទុកឱកាសឲ្យប្រជាជនយើងជ្រុលស្រូវរួចអស់សិនទៅបាទចាំផ្ទុះចុះធ្វើមិនទេបាទវាគង់តែផ្ទុះហើយបាទយើងអាចជិះរួចហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទមិនមានអីច្រើនជាងនឹងទៀតទេបាទហើយក៏អរគុណបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនមានមតិយោបល់មិនមកបាទអាចខមមិនបានក្នុងវីដេអូរបស់ខ្ញុំបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងហើយក៏អរគុណច្រើនបាទសូមជម្រាបបានបាយ